ដោយណាត្រាំធ្វើសៀមបែកទេបាទឥឡូវនេះឃើញហើយកិច្ចព្រមព្រៀងសន្តិភាពនៅថ្ងៃទី28នេះកំពុងតែដំណើរការទៅប៉ុន្តែពួកអាយោធាសៀមពួកអាតបសៀមពួករមាអាមេតបសៀមនៅរមាអាមេអីគេនេះអារមត្រីក្រសួងការពារជាតិវិញនេះវាចេញមកអះអាងថាកិច្ចព្រមព្រៀងសន្តិភាពនេះមិនអាចដំណើរការបានសម្រេចទេបើសិនជាមិនព្រមតាមលក្ខខណ្ឌរបស់ពួកវាណាលក្ខខណ្ឌរបស់ពួកវាគឺទឹកដីបាទវាអត់ព្រមបោះវិញទឹកដីតាម GBC ទេគណៈកម្មការសុចរិតវាអត់ព្រមធ្វើទេណាគណៈកម្មការ GBC គណៈកម្មការព្រំដែនទ្វេភាគីដែលវាស់ព្រំដែនសុចរិតបោះអាណាយកអានឹងយកបោះអាណានឹងយកវាអត់ព្រមធ្វើទេណាគឺវានៅតែចង់ឈ្លានពានខ្មែរតើដូនរ៉ាំអាចទប់ទល់ជាមួយនឹងពួកសៀមនឹងបានទេណាឥឡូវបងប្អូនសាក់ទាយមើលឥឡូវនេះខាងកម្ពុជារបស់យើងកំពុងតែស្វិតស្វាញហើយសម្របសម្រួលទៅគ្រប់លក្ខខណ្ឌទាំងអស់ដើម្បីដោះស្រាយនៅកិច្ចព្រមព្រៀងសន្តិភាពនេះឲ្យបានហើយយើងបកឈលលើគោលជំហរអន្តរជាតិបើថាយើងអត់មានឯកតោភាគីដោយពួកវាទេហើយពួកវានេះប្រកាសថាបើសិនជាមិនព្រមតាមពួកវាទេគឺវានឹងធ្វើដោយឯករាជ្យខ្លួនវាបាទអញ្ចឹងយើងមានតែពឹងលើអន្តរជាតិពឹងទៅលើសមត្ថភាពរបស់ដូណាល់ត្រាំយើងជឿជាក់ថាគាត់នឹងអាចជំរុញកិច្ចព្រមព្រៀងសន្តិភាពមួយនេះបាននឹងដោះស្រាយវិវាទព្រំដែនរវាងកម្ពុជាថៃឲ្យបានដាច់ស្រេចដោយមិនមានការបាត់បង់ទឹកដីរបស់ភាគីណាមួយពួកខ្មែរអាចចង់បានមកគេទេបងប្អូនចាំតាមបន្តពួកគៀកថ្ងៃមែនទែនហើយខ្ញុំក៏ត្រូវនឹងឡើងទៅដូចគ្នាបើសិនជាក្នុងករណីដែលវាចរចាកិច្ចព្រមព្រៀងសន្តិភាពឲ្យព្រមដោះលែង18នាក់មកពិតប្រាកដមែនខ្ញុំនឹងទៅដល់ទីតាំងនោះដោយផ្ទាល់